ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំចំណែកចែករំលែកថ្ងៃនេះចង់បង្ហាញពីអ្នកទាំងអស់គ្នាពីម៉ាស៊ីនកាត់ស្មៅដែលខ្ញុំទើបទិញកាលពីសប្តាហ៍មុនតែយើងទៅតាមដានវីដេអូទាំងអស់គ្នាបងប្អូនសួស្តីអ្នកទាំងអស់គ្នាស្គាល់អត់នេះគឺជាម៉ាស៊ីនកិនស្មៅខ្នាតតូចរបស់ខ្ញុំដែលទើបទិញមកបានរយៈពេលមួយសប្តាហ៍ហើយបងប្អូនហើយម៉ាស៊ីននេះដែរគឺខ្ញុំទិញតម្លៃ$250ស្មើនឹង1លានរៀលបាទអញ្ចឹងម៉ាស៊ីននេះគឺម៉ាស៊ីនបនថៃបាទហើយលក្ខណៈងាយស្រួលវាមានកង់រុញបាទមានកង់រុញអញ្ចឹងវាមកស្រាប់គឺយើងអត់បានឆ្នៃអត់បានអីទេហើយខាងនេះគឺយើងកន្លែងយើងញាត់ស្មៅអញ្ចឹងវាមានខ្សែពៀនបន្វាបងប្អូនអញ្ចឹងខាងនេះគឺ motor បន្វា dynamo បន្វាគឺវាបំពាក់ជាមួយខ្សែពៀនអានេះស្ពឺបន្វាបាទហើយខាងមុខនោះគឺកន្លែងចេញវាបងប្អូនបាទហ្នឹងហើយគឺងាយស្រួលមែនតើហើយតម្លៃធូរថ្លៃមែនតើគឺរឹងមាំបងប្អូនអញ្ចឹងខ្ញុំនាំបងប្អូនទៅមើលផ្នែកខាងក្នុងរបស់វាមូរៀងតឹងទៀតបងប្អូនអញ្ចឹងយើងមូបានហើយបងប្អូនឥឡូវយើងមកមើលផ្នែកខាងក្នុងរបស់វាវ៉ាវបាទនេះគឺជាធ្មេញបន្វាបងប្អូនបាទធ្មេញវាគឺក្រាស់មែនតើបងប្អូនធ្មេញគឺក្រាស់មែនតើមកខ្ញុំបើកផ្លាយមើលបាទនេះគឺធ្មេញកាប់របស់វាបងប្អូនគឺធ្មេញក្រាស់មែនតើបងប្អូនបាទបើសិនជាសឹកមួយខាងយើងអាចដូរមកខាងនេះវិញបានអញ្ចឹងហើយម៉ាស៊ីននេះគឺកិនស្មៅគឺល្អិតមែនតើអញ្ចឹងយើងទៅតាមដានមើលវីដេអូកិនស្មៅរបស់គ្នាបងប្អូនបាទបាទក្រោយពីមើលវីដេអូចប់បងប្អូនខ្ញុំមានចំណាប់អារម្មណ៍តិចតួចពីម៉ាស៊ីនដែលខ្ញុំបានទិញយកមកប្រើបងប្អូនម៉ាស៊ីននេះពិតជាមានភាពងាយស្រួលមែនតើបងប្អូនទីមួយយើងអាចរុញវាបានយើងមិនបាច់ហត់ប្រើកម្លាំងលើកបងប្អូនហើយតម្លៃវាធូរថ្លៃហើយវារឹងមាំយើងអាចយកមកកិនដូចជាអំពៅស្មៅឃីងក្រាស់ដើមចាស់អីក៏បានដែរបងប្អូនហើយកិនខ្ទេចញ៉ង់ដូចដែលក្នុងវីដេអូមិញដែលខ្ញុំបង្ហាញនេះហើយម៉ាស៊ីននេះគឺយើងប្រើ motor យើងចង់ប្រើឆ្នៃជាម៉ាស៊ីនសាំងក៏បានដែរបងប្អូនតែខ្ញុំប្រើជា motor យើងដោតភ្លើងព្រោះកន្លែងខ្ញុំមានភ្លើងនេះហើយកន្លែងនេះដែរយើងអាចកិនជាស្មៅសัตว์ជ្រូកមាន់ទាគោអីក្របីអីហ្នឹងបងប្អូនហើយម៉ាស៊ីននេះគឺធូរថ្លៃមែនតើអញ្ចឹងអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះបើសិនជាពេញចិត្តសូមកុំភ្លេចជួយចុច like Subscribe Channel ខ្ញុំផងបាទអរគុណ